ตัวมวนในรถกระไดจังการถ่ายตัวมวนมาทำมวนตัวมันนอนมวนทมแต่การถ่ายตัวในรถกระไดครั้งแบบนี้คือมีสาระสำคัญครั้งนะบางมาดูช่วงที่มวนคือเจอบานงอบอขมิ้นซอเตะđể xaแต่យើងมันមានការយល់ដឹងក្នុងការថែទាំមាន់នៅក្នុងរដូវក្តៅអញ្ចឹងហើយក្នុងរដូវក្តៅនេះគឺយើងត្រូវបាញ់ទឹកឲ្យបាន2 ទៅ 3 ដងក្នុងមួយថ្ងៃហើយយល់ល្អពេលថ្ងៃត្រង់គឺយើងបាញ់តែលើដំបូលទេតែសម្រាប់ពេលព្រឹកក្នុងថ្ងៃរសៀលម៉ោង4និងម៉ោង9ព្រឹកគឺយើងត្រូវបាញ់ជុំវិញបាញ់នៅលើដីបាទហើយចាក់ទឹកឲ្យបានជោគនៅជុំវិញកន្លែងរោងមាន់យើងហ្នឹងបាទអញ្ចឹងជុំវិញហ្នឹងត្រូវចាក់បាទអញ្ចឹងទៅមាន់របស់យើងហ្នឹងមិនឈឺបើមិនអញ្ចឹងទេមាន់របស់យើងប្រឈមនឹងងាប់អត់មានសល់ទេអានេះគឺមាន់មេបាពូជរបស់ខ្ញុំគឺមានឈ្មោះមួយមេ5ណាឈ្មោះមួយមេ5ឈ្មោះមួយមេ5ហើយកំពុងតែពងរាល់ថ្ងៃផងដែរហើយនេះគឺយើងឈ្មោះមួយមេ5ហើយឈ្មោះនេះឈ្មោះបាទគឺយើងទៅរកទិញកន្លែងគេចូលមាន់កន្លែងណាគេគិតថាមាន់គេចូលកើតគេចង់លក់យើងទិញអាហ្នឹងមកវាធំហើយមាន់យើងវាមានថ្មងធំឆ្អឹងធំហើយពូជមកល្អអញ្ចឹងយើងធ្វើបែបហ្នឹងទៅមាន់យើងល្អអូខេយើងបាញ់ជោគចឹងមកហើយមានដើមឈើមានអីនៅចិត្តចឹងធំអីហ្នឹងដើម7នេះដើម7ទឹកបារាំងឬក៏អ្នកសៀមរាបគេថាដើមចន្ទរៃអញ្ចឹងដាំវាមកជាម្លប់ដើមព្រីងរឹតតែល្អណាជុំវិញហ្នឹងសិតតែដំណាំចឹងមកឲ្យវាត្រជាក់ត្រជុំនេះនេះមេ1ឈ្មោល5ទៀតហ្នឹងហើយប៉ុន្តែអានេះស្គួយណាពូជស្គួយឈ្មោលគឺស្គួយអញ្ចឹងខ្ញុំចង់បានមាន់ពូជស្គួយយកមកចំហើយជើងរមៀតទាំងអស់អញ្ចឹងអានេះឈ្មោល1មេ5ដូចគ្នាដែលខ្ញុំចំហើយខ្ញុំបាញ់ទឹករួចហើយពេលថ្ងៃត្រង់បែបនេះបើខ្ញុំបាញ់គឺយើងបាញ់សម្រាប់តែលើដំបូលទេបាទគឺយើងបាញ់តែលើដំបូលទេណាលើដំបូលរោងយើងអត់លើដំបូលទេយើងអត់បាញ់ទេហើយនេះគឺថ្ងៃត្រង់ថ្ងៃរសៀលហ្នឹងគឺម្លប់ត្រជាក់ទៅជឹងឆៃហ្មងគឺយើងអត់ភ័យអត់ព្រួយអីទេតែយើងត្រូវបាញ់ទឹកបន្ថែមទៀតដើម្បីឲ្យមាន់របស់យើងហ្នឹងមានសុខភាពរឹតតែល្អហើយទៀតមកមិនដូចឆ្នោះទេវាប្រឈមជំងឺប្រឈមនឹងងាប់ទឹកកតតពង1ទឹកកតតពង2ទឹកកតតពង3ទឹកកតតពង10នេះ10 5មកបងប្អូនអូខេវីដេអូហ្នឹងផ្សាយជូនបងប្អូនប៉ុណ្ណឹងរបៀបថែទាំនៅរដូវក្តៅបាទគឺអត់បានបាញ់ទឹកឲ្យបងប្អូនមើលទេតែគ្រាន់តែថាជុំវិញហ្នឹងគឺត្រូវតែសើមត្រូវតែជោគសម្រាប់មាន់ហើយដំបូលគឺយើងត្រូវបាញ់ទឹកផងដែរអូខេអរគុណច្រើនជួបគ្នាវីដេអូថ្មីបើចូលចិត្តការចិញ្ចឹមមាន់ឬក៏កសិកម្មបងប្អូនអាច comment មួយអាច share ឬក៏ subscribe សម្រាប់បងប្អូនដែលមិនទាន់ subscribe អូខេ subscribe ម្នាក់មួយមកណាតកតតពង1តកតពង2